ភរិយាមហាសេដ្ឋីបានលាក់អត្តសញ្ញាណដើម្បីទៅចូលរួមកម្មវិធីជួបជុំមិត្តរួមថ្នាក់ដោយសារតែរវល់ការងារគ្មានពេលផ្លាស់ប្ដូរសម្លៀកបំពាក់ទើបត្រូវមិត្តរួមថ្នាក់មើលងាយគ្រប់គ្នាចំណែកអតីតស្វាមីថែមទាំងនាំប្រពន្ធថ្មីមកអួតនៅចំពោះមុខនាងទៀតផងគេប្រាប់ថាគេរៀបនឹងទទួលបានការវិនិយោគពីមហាសេដ្ឋីដែលនឹងធ្វើឲ្យគេក្លាយជាអ្នកមានអំណាចប៉ុន្តែគេមិនដឹងតតែសោះថានារីដែលនៅចំពោះមុខគេនេះគឺជាភរិយារបស់មហាសេដ្ឋីនោះឯងចៃដន្យអីនំ Cakesbury ដែលមហាសេដ្ឋីកំងឲ្យភរិយាក៏ត្រូវបានគេយកមកដល់នាងរៀបនឹងចុះហត្ថលេខាទទួលយកទៅហើយតែត្រូវប្រពន្ធថ្មីរបស់អតីតស្វាមីដណ្ដើមយកទៅបាត់ដោយនាងអានេះជារបស់ដែលមហាសេដ្ឋីឲ្យមកប្តីនាងហើយប្តីនាងក៏ឲ្យនាងបន្តនាងមិនដឹងទេថានឹងការរកសេចក្តីស្លាប់នេះជានំ Cake របស់ខ្ញុំតាអ្នកពិតជាចង់ចុះហត្ថលេខាមែនទេទទួលខុសត្រូវរឿងនេះបានឬអត់ខ្ញុំក៏ចង់ដឹងដែរថានឹងមានរឿងអីកាត់ឡើងលោកជាងតើថ្ងៃនេះខ្ញុំពិតជាអាចបានជួបលោកអគ្គនាយកគូមែនទេកុំបារម្ភអីបន្តិចទៀតខ្ញុំជូនលោកគូចេញមកខ្ញុំនឹងផ្ញើសារទៅប្រាប់លោកគ្រាន់តែធ្វើពុតជាការបុកខ្ញុំដោយចៃដន្យឲ្យទៅបានហើយអញ្ចឹងខ្ញុំក៏អាចមានឱកាសពិតជាអរគុណលោកណាស់ថ្ងៃក្រោយខ្ញុំនឹងទៅសួរសុខទុក្ខលោកដល់ផ្ទះជាមិនខានអូមែនហើយជាមនុស្សដែលស្រឡាញ់អគ្គនាយកខ្លាំងណាស់លើកមុនមានគេគ្រាន់តែនិយាយដើមប្រពន្ធគាត់មួយម៉ាត់ក៏ត្រូវគាត់ធ្វើឲ្យខ្សែធនដែរលោកអគ្គនាយកគូស្រឡាញ់ប្រពន្ធណាស់គាត់អាចធ្វើគ្រប់យ៉ាងដើម្បីប្រពន្ធលោកប្រយ័ត្នកុំឲ្យច្រឡំមនុស្សឲ្យសោះណារឿងនេះលោកកុំបារម្ភអីខ្ញុំបានឲ្យជំនួយការទៅរកមើលរូបថតប្រពន្ធគាត់ហើយអញ្ចឹងពិតជាអរគុណណាស់ប៉ាន់តើមិនអីទេអ្នកទាំងអស់គ្នានំ Cake នេះកាត់រួចហើយនំច្រើនយ៉ាងនេះខ្ញុំម្នាក់ឯងញ៉ាំមិនអស់ទេយើងញ៉ាំទាំងអស់គ្នាទៅហេនាងប្រហែលជាមិនធ្លាប់ញ៉ាំនំ Cake ខ្លៃបែបនេះទេមើលទៅសាក់ញ៉ាំមើលញ៉ាំទៅហាចាំងស៊ូយីនាងឯងឈួតទេអីអូយសុំទោសផងខ្ញុំរើដៃយកទៅសិនស៊ីវីនាងឯងធ្វើអីហ្នឹងហៅស៊ូយីមិនអីទេហីហៅស៊ូបងមកល្មមតែម្ដងស៊ូយីគ្រាន់តែមិនប្រយ័ត្នបន្តិចសោះសិនស៊ីវីបែរជាមកវីស៊ូយីទៅវិញស៊ូយីឃើញនាងលំបាកក៏ឲ្យនំ Cake នាងញ៉ាំនាងមានសិទ្ធអីមកវីគេនោះមើលទៅខ្ញុំមកចូលរួមកម្មវិធីនេះគឺជាកំហុសហើយពីដំបូងខ្ញុំគិតថាពួកយើងមិនបានជួបគ្នា10ឆ្នាំហើយទើបមកទីនេះដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ប៉ុន្តែនឹកស្មានមិនដល់សោះថាពួកអ្នកឯងគ្រាន់តែឃើញខ្ញុំស្លៀកពាក់ធម្មតាក៏គិតថាខ្ញុំរស់នៅមិនបានសុខស្រួលការរើសអើងក្នុងចិត្តមនុស្សវាប្រៀបដូចជាភ្នំមួយដល់ធំអញ្ចឹងខ្ញុំមិនចាំបាច់ខ្ជិះខ្ជីពេលនៅជាមួយពួកមនុស្សខ្លាំងៗដូចជាពួកអ្នកឯងទេលីហើយនាងឯងឈប់សិនគូហៅស៊ឺលោកចង់ធ្វើអីលេងដៃនាងឯងវីស៊ូយីហើយនៅចង់ដើរចេញទៀតហ៎សុំទោសគេឥឡូវនេះសុំទោសគឺនាងជាអ្នកប្រករឿងខ្ញុំមុនបើចង់សុំទោសគឺចាំងស៊ូយីជាអ្នកសុំទោសខ្ញុំមុនកាលមុនខ្ញុំធ្លាប់បោះបង់ខ្លួនឯងដើម្បីមនុស្សប្រុសម្មើគុណម្នាក់នេះពិតជាគួរឲ្យអស់សំណើចមែនអរគុណព្រះជាម្ចាស់ដែលផ្ដល់ឱកាសឲ្យខ្ញុំកែប្រែជីវិតខ្លួនឯងជាថ្មីចិត្ត2ម៉ោងហើយម៉ាក់មិនមែនថាបន្តិចទៀតមកទេច្បាស់ជារវល់ឲ្យមើលទៅកូនត្រូវទៅរកម៉ាក់ជូនលោកប្រុសតូចទៅបាត់លោកអគ្គនាយកគូហៅស៊ឺលោកឈួតទេមែនខ្ញុំឈួតហើយនាងដឹងទេថាខ្ញុំស្អប់នាងប៉ុណ្ណាកាលមុននាងមើលងាយខ្ញុំថារបៀបដូចជាខ្ញុំនេះបារ៉ូស៊ីច្បាស់ជាបរាជ័យតែពេលនេះខ្ញុំជោគជ័យហើយនាងដឹងទេថាខ្ញុំទន្ទឹងរង់ចាំការជួបគ្នាលើកនេះខ្លាំងប៉ុណ្ណាលោកមិនមែនមានអ្វីគ្រប់យ៉ាងតាមចិត្តចង់ហើយទេតើលោកនៅចង់បានអីទៀតជាតិមុននាងមើលងាយខ្ញុំថារកលុយមិនបានប៉ុន្តែជាតិនឹងខ្ញុំជោគជ័យហើយខ្ញុំចង់ឲ្យមនុស្សស្រីលោភលន់ដូចជានាងមើលឲ្យច្បាស់មើលថាខ្ញុំជោគជ័យកម្រិតណាខ្ញុំកំពុងតែនិយាយស្អីហ្នឹងនាងកុំរើម៉ាក់អែមកូនអ្នកណាគេនឹងឆាប់ចេញទៅក្រៅកូនមកទីនេះដើម្បីរកម៉ាក់របស់កូនតើម៉ាក់ឯងមិននៅទីនេះទេចាំមើលអ្នកបម្រើនៅជាន់លើយាមតាមការពីក្រោយក្មេងនេះបញ្ជាក់ថាក្មេងនេះច្បាស់ជាមានឋានៈមិនធម្មតាទេក្មួយប្រុសតូចតើប៉ាក្មួយឈ្មោះអីដែរប៉ាក្មួយឈ្មោះគូមីងសៀនគាត់ជាមហាសេដ្ឋីនៅទីក្រុងចឹងតើកូនរបស់គូមីងសៀនហ៎កូនមកទីនេះដើម្បីរកម៉ាក់កូនចុះម៉ាក់កូននៅណាជីឆើងម៉ាក់ជីឆើងម៉ាក់លោកស្រីគូលោកប្រធានគូបញ្ជាឲ្យពួកយើងនាំលោកប្រុសតូចមករកលោកស្រីពួកយើងសុំត្រឡប់ទៅវិញដើម្បីរីកាហើយពិបាកអ្នកទាំងអស់គ្នាហើយជីឆឹងនៅចាំតែម៉ាក់ប្រាប់ទេពេលរំខានអ្នកអតីតើត្រូវនិយាយថាយ៉ាងម៉េចអរគុណអ្នកមីងល្អណាស់កុំប្រាប់ណៃថាសិនស៊ីវីពិតជាភរិយារបស់អ្នកធំនោះមែនម៉ាក់ឯងកើតអីហ្នឹងមិនមែនមានគេធ្វើបាបម៉ាក់ទេកូននឹងចាត់ការពួកគេមិនខានអេឲ្យខ្ញុំមើលបន្តិចមិនអីទេមែនហើយសិនស៊ីវីនាងឯងសម្ដែងអីហ្នឹងក្មេងម្នាក់នេះហើយនឹងអ្នកបម្រើប៉ុន្មានអ្នកអំបញ្ញមិញនេះសុទ្ធតែជួលមកសម្ដែងមែនទេទូសម្ដែងហ៎នាងខ្លាចខូចមុខមាត់ក៏កុហកអ្នកទាំងអស់គ្នាថាខ្លួនឯងជាប្រពន្ធមហាសេដ្ឋីដើម្បីបិទបាំងការកុហកនេះនាងដល់ថ្នាក់ជួលមនុស្សមកសម្ដែងទៀតនាងគឺចង់ធ្វើឲ្យខ្ញុំជឿចាប់នឹងឯងនាងពិតជាចំណាយកម្លាំងមិនតិចទេណាអូតាមពិតជួលទូសម្ដែងសោះហេ
ស្ទើរតែចាញ់បោកនាងបាត់ទៅហើយតាប្តីសម្លាញ់អូនមើលទៅខោអាវក្មេងនេះមិនដូចជាកុំបារម្ភអីមិនអាចទេតាមដែលខ្ញុំដឹងពីសិនស៊ីវីនាងដាច់ខាតមិនអាចទៅរៀបការមានកូនជាមួយអ្នកផ្សេងឡើយមនុស្សអាក្រក់អ្នកឯងធ្វើបាបម៉ាក់ខ្ញុំប៉ាខ្ញុំមិនលើកលែងឲ្យអ្នកឯងទេសិនស៊ីវីនាងជួលក្មេងនេះពីណាសម្ដែងបានល្អតើនេះគឺជាកូនប្រុសរបស់ខ្ញុំស្អីគេនាងមិនមែនធ្លាប់ប្រាប់ខ្ញុំថានាងព្រមរៀបការមានកូនតែជាមួយខ្ញុំទេអីលោកអាចរៀបការបានចុះហេតុអីខ្ញុំមិនអាចរៀបការមានកូនទោះនាងចង់ធ្វើឲ្យខ្ញុំខឹងក៏គួរតែប្រឌិតរឿងដែលសំហេតុផលជាងនេះបន្តិចទៅមានអ្នកមានណាខ្វាក់ភ្នែកមកស្រឡាញ់មនុស្សស្រីខ្វក់ដូចជានាងនោះមែនហើយជាប្រពន្ធមហាសេដ្ឋីមិនក៏អាចស្លៀកពាក់អន្តរនេះទៅអ្នកទាំងអស់គ្នាសុទ្ធតែជាមិត្តរួមថ្នាក់ចាស់នាងឯងក៏ហប់មានប្រយោជន៍អីឥឡូវទៅហើយមែនទេម៉ាក់ខ្ញុំមិនបានកុហកទេប៉ាខ្ញុំប្រាប់ថាម៉ាក់ខ្ញុំគឺជាមនុស្សស្រីដែលល្អបំផុតក្នុងលោកនេះស័ក្តិសមនឹងទទួលបានរឿងដែលល្អបំផុតជីឆឹងកូនត្រូវចាំណាមនុស្សខ្លះទោះបីជាមើលទៅខាងក្រៅភ្លឺចាញ់ចាំងប៉ុន្តែសាច់តែរលងនឹងក្រៀមក្រោះអញ្ចឹងថ្ងៃក្រោយយើងត្រូវធ្វើជាមនុស្សម្នាក់ដែលមានចំណេះដឹងនិងការអប់រំខ្ពស់យកទេដឹងហើយម៉ាក់សិនស៊ីវីសម្ដីនាងមានន័យថាម៉េចន័យចំតែម្ដងល្អតែសម្បកក្រៅតែខាងក្នុងស្អុយរលួយតម្លៃរបស់មនុស្សម្នាក់មិនមែនសម្រេចលើការស្លៀកពាក់ឬការបរិភោគរបស់គេទេតែគឺពឹងផ្អែកលើការអប់រំនិងចំណេះដឹងខាងក្នុងពួកយើងឈប់ទល់ជាមួយពួកគេទៀតហើយពួកយើងទៅឈប់សិនអ្នកឯងចង់ធ្វើអីទៀតសិនស៊ីវីថ្ងៃនេះបាននិយាយមិនច្បាស់ទេកុំថានឹងបានចេញទៅឲ្យសោះគូហៅស៊ឺខ្ញុំជាមួយលោកគ្មានអ្វីនិយាយទេថយចេញទៅមិនក៏គ្មានអ្វីត្រូវនិយាយពួកយើងបែកគ្នា8ឆ្នាំហើយនាងមានកូនអាយុ8ឆ្នាំទៅហើយខ្ញុំមិនជឿទេថានាងទៅតែបែកពីខ្ញុំភ្លាមអាចរកអ្នកថ្មីបានភ្លាមនោះនាងក៏ហត់អ្នកណាមិនក៏មិនអាចទៅរួចក្រោយពីចាក់ខ្ញុំពីលោកខ្ញុំរកបានមនុស្សដែលស័ក្តិសមនឹងខ្ញុំរៀបការបង្កើតកូនតើវាមិនមែនជារឿងធម្មតាទេនាងគិតថាគ្រាន់តែនាងរកក្មេងម្នាក់មកក៏អាចបោកប្រាស់ខ្ញុំបានហោះនាងគឺចង់ធ្វើឲ្យខ្ញុំខឹងចង់សងសឹកខ្ញុំមែនទេគូហៅស៊ឺលោកឈួតទេអីកាលពីពួកយើងបែកគ្នាធ្លាប់និយាយហើយថាជាតិនេះលែងជួបគ្នាទៀតហើយតើខ្ញុំមានការចាំបាច់អីត្រូវចំណាយពេលច្រើនដើម្បីមកបោកប្រាស់លោកនោះលោកគិតថាលោកចម្លែកខ្លួនឯងខ្ពស់ពេកបានទេម៉ាក់លោកពូម្នាក់នេះមិនក៏ចម្លែកអញ្ចឹងគាត់ថាកូនមិនមែនជាកូនម៉ាក់ទៀតខួរក្បាលគាត់ច្បាស់ជាមានបញ្ហាហើយកូនចាំទេម៉ាក់ធ្លាប់ប្រាប់ថាកុំលេងជាមួយមនុស្សប្រភេទណាគេកុំលេងជាមួយមនុស្សឈួតប្រយ័ត្នឆ្លងត្រូវហើយម៉ាក់នាំកូនទៅរកប៉ៃលើនេះសិនស៊ីវីបើនាងមិនព្រមនិយាយការពិតទេកុំបន្ទោសខ្ញុំដែរមិនយកយល់មនុស្សសញ្ចិត្តណាចាស់នាំក្មេងនេះទៅបន្ទប់ក្បែរនេះទៅធ្វើអីហ្នឹងពួកលោកធ្វើអីហ្នឹងលេងកូនខ្ញុំជីឆឹងលេងកូនខ្ញុំជីឆឹងឥឡូវនេះនិយាយជាមួយខ្ញុំឲ្យស្រួលបួលគូហៅស៊ឺតើលោកចង់ធ្វើអីឲ្យប្រកាសទៅម៉ាក់ទេមកខ្ញុំទៅលើកទូរស័ព្ទមួយផ្លេតអាឡូម៉ាក់ស៊ូយីជំងឺស្ទះសរសៃឈាមខួរក្បាលប៉ាកូនធ្វើទុកខ្លាំងទៀតហើយត្រូវតែវះកាត់ជាបន្ទាន់វះកាត់នេះត្រូវតែជាវិជ្ជបណ្ឌិតជំនាញសិននៃមន្ទីរពេទ្យទីក្រុងជឹងឆឹងទើបអាចធ្វើបានតើកូនតាក់ទងគាត់បានហើយឬនៅម៉ាក់ចាំចូលរួមកម្មវិធីជួបជុំមិត្តរួមថ្នាក់នេះចប់ពួកយើងនឹងទៅជួបវិជ្ជបណ្ឌិតសិនភ្លាមហៅស៊ឺខ្ញុំមិនដឹងថាលោកកំពុងតែមានរឿងអ្វីរាំងស្ទះក្នុងចិត្តទេជាតិមុនទោះបីជាខ្ញុំរៀបការជាមួយគូមីងសៀនឬរៀបការជាមួយអ្នកណាក៏ដោយក៏គ្មានពាក់ព័ន្ធអីជាមួយលោកដែរប្រកាសជាមានពាក់ព័ន្ធហើយព្រោះនាងបានបំផ្លាញជីវិតកាលពីជាតិមុនរបស់ខ្ញុំប្រមានលោកឲ្យឆាប់លែងកូនរបស់ខ្ញុំឥឡូវនេះភ្លាមនាងកុំបារម្ភអីខ្ញុំមិនធ្វើបាបគេទេខ្ញុំគ្រាន់តែឲ្យគេលេងនៅក្នុងបន្ទប់តែម្នាក់ឯងមួយផ្លែតប៉ុណ្ណោះជំងឺសរសៃប្រសាទរបស់ជីឆឹងរើឡើងទៀតហើយហៅស៊ឺឆាប់លេងគេទៅគេពិតជាកូនរបស់គូមីងសៀនមែនបើគេមានរឿងអីគូមីងសៀនមិនលើកលែងឲ្យលោកទេលោកធ្លាប់ឮពីកេរ្តិ៍ឈ្មោះរបស់គូមីងសៀននៅទីក្រុងជឹងឆឹងហើយតើខ្ញុំពិតជាធ្លាប់ដឹងមែនថាគូមីងសៀនស្រឡាញ់ប្រពន្ធនិងការពារកូនខ្លាំងប៉ុណ្ណាធ្លាប់មានមនុស្សម្នាក់គ្រាន់តែនិយាយដើមប្រពន្ធគាត់មួយម៉ាត់ក៏ត្រូវបាត់ខ្លួនពីទីក្រុងជឹងឆឹងនេះបាត់ទៅហើយប្រពន្ធគាត់គឺប្រៀបដូចជាជីវិតគាត់អញ្ចឹងបើសិនជាលោកធ្លាប់ទៅហើយប្រញាប់ដោះលែងកូនខ្ញុំមកឥឡូវនេះភ្លាមនាងថាខ្លួនឯងជាភរិយាអគ្គនាយកមែនទេបាទលោកប្រធានជាងទាំងផ្ញើរូបថតភរិយាលោកអគ្គនាយកគុំឲ្យខ្ញុំហើយបើនាងជ្រើសរើសការកុហកកុំបន្ទោសខ្ញុំដែលធ្វើឲ្យនាងខ្មាស់ស្មិទ្ធរួមថ្នាក់រហូតដល់ងើបមកលេងរួចមួយជីវិតសោះលោកពិតជាមិនដឹងខ្យល់អីមែនជីឆឹងមិនក៏យូរម្លេះមិនទាន់ឃើញមកវិញទៀតលោកអគ្គនាយកគូនេះជីវិតគេបាត់ទទួលតំណែងសូមជួយពិនិត្យផងហេតុអីអ្នកដែលចុះហត្ថលេខាមិនមែនជាភរិយាខ្ញុំចាងស៊ូយីជានរណានាងគឺជាអំបញ្ញមិញទៅតែគឺប្រពន្ធខ្ញុំស្អីគេហៅស៊ឺខ្ញុំសូមអង្វរលោកឆាប់បើកទ្វារលែងកូនខ្ញុំមកពួកនាងសម្ដែងបានសំណាស់នាងគិតថាធ្វើបែបនេះអាចបោកប្រាស់ខ្ញុំបានហ៎គូហៅស៊ឺលោកចង់ធ្វើអីខ្ញុំក៏បានដែរប៉ុន្តែកូនរបស់ខ្ញុំបើមានរឿងអីខ្ញុំនឹងមិនលើកលែងឲ្យលោកដាច់ខាតសិនស៊ីវីនាងសម្ដែងបានល្អណាស់នាងជាអ្នកកុហកគ្រប់គ្នាមុនតើខ្ញុំមិនបានកុហកពួកអ្នកឯងទេគូហៅស៊ឺឆាប់បើកទ្វារភ្លាមលឿនឡើង
គេពិតជាកូននាងមែនត្រូវហើយត្រូវឲ្យខ្ញុំប្រាប់លោកប៉ុន្មានដងទៀតទើបលោកជឿខ្ញុំសៀវវីនាងធ្លាប់ប្រាប់ខ្ញុំថានាងស្រឡាញ់តែខ្ញុំម្នាក់នឹងបង្កើតកូនឲ្យតែខ្ញុំម្នាក់ប៉ុណ្ណោះនាងហ៊ានក្បត់ខ្ញុំហ៎គូហៅស៊ឺលោកភ្ញាក់រលឹកបន្តិចទៅចាងស៊ូយីទើបជាប្រពន្ធលោកគ្រាន់តែពួកយើងធ្លាប់ស្រឡាញ់គ្នាខ្ញុំត្រូវតែនៅព្រមចារីដើម្បីលោកមួយជីវិតនោះនាងពិតជារៀបការមែនហើយហ៎នេះមិនមែនជាជីវិតដែលលោកចង់បានទេខ្ញុំមិនចង់និយាយច្រើនជាមួយលោកទេឆាប់បើកទ្វារលែងកូនខ្ញុំមកកុំសង្ឃឹមគូហៅស៊ឺលោកសរសៃប្រសាទហ៎លោកស្ដាប់ភាសាមនុស្សមិនយល់ទេអីឆាប់លែងកូនខ្ញុំមកសិនសៀវីជាតិមុននាងសុខចិត្តបោះបង់ឱកាសទៅរៀននៅបរទេសបោះបង់ជីវិតទាំងអស់របស់នាងគ្រាន់តែនាងមិនក៏នាងអាចទៅរៀបការជាមួយអ្នកផ្សេងមិនក៏អាចទៅបង្កើតកូនឲ្យអ្នកផ្សេងបានទៅហៅស៊ឺលោកនិយាយស្អីហ្នឹងជាតិមុនមានន័យថាម៉េចបងហៅបងស្រវឹងហើយដឹងបងនិយាយអីហ្នឹងអ្នកទាំងអស់គ្នាគូមីងសៀនមែនប្តីរបស់ខ្ញុំបើមានអ្នកណាជួយធាក់ទ្វារនេះឲ្យបើកខ្ញុំប្រកាសជាតបស្នងអ្នកទាំងអស់គ្នាមិនខានចាំមើលថាមានអ្នកណាខ្ញុំសូមអង្វរពូលោកហើយហ៊ានសិនសៀវីនាងចង់ជួយសង្គ្រោះកូននាងមែនទេល្អខ្ញុំទុកឱកាសឲ្យនាងមួយឲ្យតែនាងលុតជង្គង់អង្វរខ្ញុំនឹងបើកទ្វារឲ្យនាងលុតទៅលោកនិយាយអីបើនាងព្រមលុតជង្គង់អង្វរខ្ញុំនឹងជឿថាគេពិតជាកូននាងមែនខ្ញុំនឹងលែងពួកនាងបានខ្ញុំលុតគេពិតជាកូននាងមែនអញ្ចឹងមានន័យថាជាតិនាងពិតជារៀបការមែនពេលនេះអាចលែងកូនខ្ញុំមកបានហើយនៅនាងខ្វល់ខ្វាយម្លឹងបើគេមិនមែនជាកូននាងក៏ប្រហែលជាមិនព្រមលុតជង្គង់ដែរអ្នកទាំងអស់គ្នាតើមានអ្នកណាអាចជួយខ្ញុំបានទេខ្ញុំសូមអ្នកហើយជួយសង្គ្រោះកូនខ្ញុំផងបានទេក្បាលខ្ញុំលោកប្រាប់អត្ថន័យពាក្យដែលលោកទើបតែនិយាយអំបញ្ញមិញនេះមកឲ្យច្បាស់មើលជាតិមុនជាតិនឹងតើមានន័យយ៉ាងម៉េចឲ្យប្រាកដស៊ូយីចាំបន្តិចទៀតបងនឹងពន្យល់ប្រាប់អូនឲ្យច្បាស់អូនឲ្យគេលែងក្មេងនោះមកសិនទៅបានទេ8ឆ្នាំហើយលោកលួចតាក់ទងគ្នាក្រោយខ្នងខ្ញុំរហូតដល់8ឆ្នាំហើយហ៎ហើយសន្តិសុខពីរអ្នកមកជួបខ្ញុំតើត្រូវឲ្យខ្ញុំប្រាប់ប៉ុន្មានដងទៀតខ្ញុំបានប្រាប់ហើយតើថាខ្ញុំមានប្តីខ្ញុំមានកូនហើយសិនសៀវីខ្ញុំទុកឱកាសឲ្យនាងជាលើកចុងក្រោយប្តីនាងគឺជានរណាឲ្យប្រាកដគូមីងសៀននេះគឺជារូបថតភរិយាលោកអគ្គនាយកគូដែលលោកប្រធានជាងឲ្យផ្ញើមកលោករូបថតភរិយាលោកអគ្គនាយកដល់ហើយនាងនៅតែមិនព្រមនិយាយការពិតទៀតមែនទេអញ្ចឹងនាងមើលឲ្យច្បាស់ទៅថាមនុស្សក្នុងរូបនេះជានរណាឲ្យប្រាកដហៅស៊ឺមិនហ្នឹងរូបក្នុងទូរស័ព្ទនោះជានរណាស្លាប់ហើយមិននឹងអាចទៅរួចសិនសៀវីមិននឹងអាចជាភរិយាមហាសេដ្ឋីទៅអ្នកណាគេលេងសាច់នឹងខ្ញុំមិនជឿទេតើអ្នកត្រូវការឲ្យខ្ញុំកែសម្រួលត្រង់ចំណុចណាទៀតដែរឬទេ